សូមជូនរឿងភូមិបោះបង់នឹងវិញ្ញាណយាមទ្របអាចកំបាំងបណ្ដាសាកប់ដីសូមកុំឲ្យខកខានតោះរីករាយជាមួយនីតិនកថាខ្មៅដូចចទៅកាលពីជាង60ឆ្នាំមុននៅតំបន់ជើងភ្នំដាច់ស្រយាលមួយមានភូមិដ៏មានសក្តានុពលមួយឈ្មោះថាភូមិសេរីមង្គលដែលគ្រប់គ្នាដឹងថាជាទីតាំងនៃវិឡាឈើដ៏ស្កឹមស្កៃរបស់លោកសេដ្ឋីច័ន្ទជាមហាសេដ្ឋីម្នាក់ដែលមានចិត្តកំណាញ់ស្វិតនិងមានជំនឿសុបលើមិនអាគមងឹតលោកសេដ្ឋីច័ន្ទបានសន្សំមាសសន្លឹកនិងគ្រឿងអលង្ការវល់ជម្រៅប៉ុន្តែដោយខ្លាចក្រែងមានចោរលួចឬសាច់ញាតិមកដណ្ដើមទ្រព្យនៅពេលលោកស្លាប់ទៅលោកក៏បានជួលគ្រូអាគមស្បែកគង់ម្នាក់មកធ្វើពិធីគឺសង្កត់វិញ្ញាណយាមទ្រព្យនេះដោយបានសម្លាប់បម្រើជំនិតម្នាក់ឈ្មោះក្រវីងទាំងរស់រួចយកសពទៅកប់ជាមួយក្រលមាសនៅក្រោមគ្រឹះផ្ទះដើម្បីឲ្យវិញ្ញាណនោះនៅយាមការពារទ្រព្យសម្បត្តិលោកអស់កលឹបជានិច្ចមិនយូរប៉ុន្មានក្រោយពីពិធីនោះចប់សោកនាដកម្មក៏បានកាត់ឡើងខណៈដែលមានជំងឺអាសន្នរោគចម្លែកបានរីករាលដាលពេញភូមិសម្រាប់មនុស្សស្ទើរគ្មានសល់ចំណែកអ្នកដែលនៅរស់ក៏នាំគ្នាវិច្ចបង្វិចរត់ភៀសខ្លួនទាំងយប់ចោលផ្ទះសម្បែងបន្សល់ទុកតែភាពស្ងប់ស្ងាត់គួរឲ្យខ្លាចនិងព្រៃឈើដែលដុះគ្រប់ដណ្ដប់ភូមិទាំងមូលរហូតគេហៅគ្នាថាបភូមិបងបោះពេលវេលាកន្លងផុតទៅជាច្រើនទសវត្សរ៍រឿងរ៉ាវមាសសន្លឹករបស់សេដ្ឋីច័ន្ទបានក្លាយជាពាក្យចាមអារាមលួងលោមចិត្តអ្នកលោភលន់រហូតដល់បុរសម្នាក់ឈ្មោះសុកដែលជាអ្នកលេងល្បែងជំពាក់បំណុលគេវ៉ាន់ដុកបានសម្រេចចិត្តបួមិត្តភក្តិម្នាក់ឈ្មោះមានឲ្យទៅផ្សងព្រេងជីកកាយទ្រព្យសម្បត្តិនោះទាំងយប់អាធ្រាត្រនៅពេលពួកគេឈានជើងចូលទៅក្នុងបរិវេណភូមិចាស់ភាពត្រជាក់ស្រេបបានរត់សពរាងកាយខ្យល់បក់មកប៉ះស្លឹកឈើបន្លឺសំឡេងដូចមនុស្សខ្សឹបខ្សៀវដាក់គ្នាចំណែកសត្វទីទុយយំស្រែកនៅលើមែកឈើងាប់ដូចជាកំពុងដាស់តឿនឲ្យពួកគេចាក់ចេញសុកមិនខ្វល់ពីប្រផ្នូលអាក្រក់ឡើយគេបានទាញចប់ជីកមកកាប់ដីនៅត្រង់កន្លែងដែលធ្លាប់ជាគ្រឹះផ្ទះធំរបស់លោកសេដ្ឋីជីកបានជម្រៅប្រហែល2ម៉ែត្រចប់ជីកក៏ទង្គិចនឹងវត្ថុរឹងម្យ៉ាងបន្លឺសំឡេងគឺផាំងយ៉ាងខ្លាំងនៅពេលពួកគេកាយដីចេញស្រាប់តែលេចចេញនៅក្រឡដីដុតដ៏ធំមួយដែលមានយន្តបិទពីលើប៉ុន្តែអ្វីដែលរន្ធត់បំផុតនោះគឺមានគ្រោងឆ្អឹងមនុស្សម្នាក់អង្គុយកាន់ក្រលនោះយ៉ាងណែនរំពេចនោះស្រាប់តែមានផ្សែងខ្មៅហុយចេញពីក្នុងដីហើយវិញ្ញាណរបស់ក្រវីងដែលមានរូបរាងស្គមស្កាំងភ្នែកក្រហមច្រាលនិងមានច្រវាក់ដែលច្រេះចាប់រំពាត់ជុំវិញបានលេចចេញមកទាំងកំហឹងរួចបន្លឺសំឡេងក្រលួចថាឯងចង់បានមាសយើងមែនទេបើចង់បានត្រូវនៅយាមជំនួសយើងសុខភ័យស្លន់ស្លោបព្យាយាមរត់គេចប៉ុន្តែច្រវាក់ដែកដ៏ធ្ងន់នោះបានរមៀលមករំជើងគេជាប់រួចទាញបង្ខំឲ្យគេធ្លាក់ចូលទៅក្នុងរណ្ដៅដីវិញចំណែកឯមានដែលជាមិត្តភក្តិឃើញសភាពមិនស្រួលក៏រត់ចោលមិត្តឯងបាត់ស្រមោលក្នុងភាពងឹតនៅក្នុងរណ្ដៅនោះច្រវាក់ដែលធ្លាប់នៅជាប់នឹងវិញ្ញាណក្រវីងបានដាច់ចេញរួចទៅរុំរឹតរបស់សុកវិញម្ដងយ៉ាងណែនហាក់ដូចជាមានជីវិតរីឯវិញ្ញាណក្រវីងក៏ស្រាប់តែរលាយបាត់ទៅក្នុងអាកាសហាក់ដូចជាបានរួចផុតពីបណ្ដាសាដែលជាប់ចំណងរាប់សិបឆ្នាំមកហើយចាប់ពីយប់នោះមកសុកមិនដែលបានត្រឡប់ទៅផ្ទះវិញឡើយរាងកាយរបស់គេត្រូវបានបណ្ដាសាសង្កត់ឲ្យคล้ายជាអ្នកយាមទ្រព្យថ្មីរងចាំតែអ្នកដែលមានចិត្តលោភលន់ដូចរូបគេមកជំនួសកន្លែងប៉ុណ្ណោះហើយអ្នកស្រុកដែលដើរកាត់ក្បែរព្រៃភូមិបងបោះនោះតែងតែសំឡេងច្រវាក់អូដីគ្រឺតគ្រឺតនិងសំឡេងមនុស្សយំអង្វរចេញពីក្រោមដីរហូតធ្វើឲ្យគ្មានអ្នកណាម្នាក់ហ៊ានទៅក្បែរទីនោះទៀតឡើយរឿងរ៉ាវមិនទាន់បញ្ចប់ត្រឹមការបាត់ខ្លួនរបស់សុកនោះទេច្រើនឆ្នាំកន្លងផុតទៅសភាពនៃភូមិបងបោះកាន់តែប្រែជាខ្លាចរលើដើមឈើធំបានដុះចាក់ឬកាត់តាមបង្អួចផ្ទះបាក់បែកហើយវលីបានរុំព័ទ្ធជណ្ដើរឈើដែលពុកផុយមើលទៅដូចជាអន្ទាក់មរណៈចំណែកឯឃីមានដែលជាមិត្តភក្តិម្នាក់គត់ដែលបានឃើញហេតុការណ៍យប់នោះបានធ្លាក់ខ្លួនជាមនុស្សឈួតលបសត្វដែលនិយាយតែម្នាក់ឯងតាមភូមិចិត្តខាងថាមាសនៅក្នុងដី
មនុស្សនៅក្នុងច្រវាក់នេះសម្ដីរបស់មនុស្សឈួតនេះបានคล้ายជាការដុតរំកាយនៅភាពលោភលន់ដល់យុវជន2នាក់ទៀតដែលជាអ្នកចំណូលថ្មីគឺភក្តីនិងតារាពួកគេមិនជឿលើរឿងខ្មោចព្រាយឡើយហើយយល់ថាការបាត់ខ្លួនរបស់សុកគឺជាការរត់ចោលស្រុកព្រោះជំពាក់បំណុលគេតែប៉ុណ្ណោះយប់មួយដែលមេឃងឹតស្លុបគ្មានសូម្បីតែពន្លឺផ្កាយភក្តីនិងតារាបាននាំគ្នាជិះម៉ូតូចូលទៅក្នុងភូមិបង់បោះនោះដោយមានបំណងជីកយកមាសដែលនៅសេសសល់នៅពេលពួកគេដើរទៅដល់ក្រោមដើមជ្រៃធំក្បែរផ្ទះសេដ្ឋីច័ន្ទស្រាប់តែមានខ្យល់គួចបោកមកយ៉ាងខ្លាំងធ្វើឲ្យស្លឹកឈើស្ងួតហោះវងជុំវិញខ្លួនពួកគេភក្តីដែលជាអ្នកកាន់ចប់ជីកបានចាប់ផ្ដើមកាយដីនៅត្រង់កន្លែងដែលដីមើលទៅរាបស្មើខុសធម្មតាជីកមិនទាន់បានប៉ុន្មានផងស្រាប់តែមានឈាមពណ៌ខ្មៅរងជ្រាបចេញពីក្នុងដីមកតារាភ័យញ័រដៃជើងចង់ប្បួនមិត្តត្រឡប់ក្រោយប៉ុន្តែភក្តីដែលកំពុងត្រូវអាតកំបាំងមាសលបួងចិត្តបានស្ទុះទៅកាយដីទាំងកំហឹងរហូតដល់ប៉ះនឹងដៃមនុស្សម្នាក់ដែលស្ងួតក្រៀមដោយដើមឈើងាប់រំពេចនោះរាងកាយរបស់សុកដែលឥឡូវនេះសល់តែស្បែកដណ្ដប់ឆ្អឹងសក់ក្បាលរញ៉េញ៉ៃនិងមានច្រវាក់ដែកដ៏ធំចាក់ទម្លុះសាច់ទុកស្រាប់តែផុសចេញពីក្នុងដីទាំងកម្រសុកមិនបានស្រែកគំរាមឡើយប៉ុន្តែគេបានសម្លឹងមើលទៅភក្តីដោយកែវភ្នែកដែលគ្មានគ្រាប់ភ្នែករួចហុចមាសសន្លឹកមួយសន្លឹកដែលប្រឡាក់ពេញដោយឈាមមកឲ្យនៅពេលភក្តីលូកដៃទៅចាប់មាសនោះច្រវាក់ដែលជាប់នឹងក្ររបស់សុកក៏ចាប់ផ្ដើមរំកិលខ្លួនដូចពស់រួចរុំព័ទ្ធដៃរបស់ភក្តីយ៉ាងលឿនសុកបានខ្សឹបដាក់ត្រចៀកភក្តីដោយសំឡេងស្អប់ថាអរគុណដែលមកបដូរវេនយាមឲ្យយើងភ្លាមនោះរាងកាយរបស់សុកក៏ចាប់ផ្ដើមរលាយคล้ายជាធូលីដីបាត់ទៅហាក់ដូចជាបានរួចផុតពីទារុណកម្មដ៏យូរអង្វែងរីឯភក្តីវិញត្រូវកម្លាំងច្រវាក់ទាញផ្ទប់ទៅនឹងដីបង្ខំឲ្យគេអង្គុយនៅត្រង់កន្លែងដែលសុកធ្លាប់នៅតារាដែលឃើញសភាពមិត្តភក្តិកំពុងត្រូវដីលេបត្របាក់ក៏ស្ទុះទៅជួយទាញប៉ុន្តែដៃរបស់គេបែរជាប៉ះត្រូវតែភាពត្រជាក់ស្រេបដូចទឹកកកភក្តីបានត្រឹមតែសម្លឹងមើលតារាទាំងទឹកភ្នែករួចបាត់ដានចូលទៅក្នុងដីទាំងស្រុងបន្សល់ទុកតែមាសមួយសន្លឹកនៅលើមាត់រណ្ដៅតារារត់គេចចេញពីទីនោះទាំងប្រលឹងចុងសក់ប៉ុន្តែទោះបីជាគេរត់ដល់ផ្ទះក៏ដោយក៏រៀងរាល់យប់គេតែងតែសំឡេងគ្រឺតគ្រឺតនៅខាងក្រោមគ្រែដេករបស់គេហើយនៅពេលគេអន់មើលគេនឹងឃើញស្នាមដីដានជើងមនុស្សដែលប្រឡាក់ឈាមដានពេញផ្ទះបណ្ដាសានៃវិញ្ញាណយាមទ្របឲ្យក្នុងភូមិបង់បោះមិនត្រឹមតែចាប់យកអ្នកដែលជីកដីប៉ុណ្ណោះទេប៉ុន្តែវាតាមលងបន្លាចអ្នកដែលដឹងឮនិងមានចិត្តចង់បានទ្រព្យនោះរហូតដល់ស្លាប់ខ្លួនចាប់ពីពេលនោះមកភូមិបង់បោះកាន់តែស្ងប់ស្ងាត់ទៅហើយអ្នកស្រុកនិយាយថាបើអ្នកឃើញមាសសន្លឹកជ្រុះនៅមាត់ព្រៃកុំរើសឲ្យសោះព្រោះនោះគឺជាក្នុយគេរបស់វិញ្ញាណយាមទ្រព្យតែកំពុងស្វែងរកអ្នកមកបដូរវេនសេចក្តីស្លាប់របស់ភក្តីនិងការបាត់ខ្លួនរបស់សុកបានคล้ายជាអាថ៌កំបាំងដ៏ខ្មៅងឹតបំផុតប្រចាំភូមិបង់បោះប៉ុន្តែរឿងរ៉ាវវិនាសកម្មនេះវានៅមិនទាន់ចប់ត្រឹមតារានោះឡើយតារាដែលរត់រួចខ្លួនមកវិញបានព្យាយាមយកមាសសន្លឹកដែលរើសបានពីមាត់រណ្ដៅនោះទៅលក់ឲ្យជាងមាសម្នាក់នៅទីរួមខេត្តដើម្បីយកលុយមកធ្វើបុណ្យឲ្យមិត្តភក្តិនិងដើម្បីរំដោះខ្លួនពីសុបិនអាក្រក់ប៉ុន្តែនៅពេលដែលជាងមាសចាប់កាន់មាសសន្លឹកនោះភ្លាមស្រាប់តែផ្ទៃមាសដ៏ភ្លឺរលោងប្រែជាក្រហមច្រាលដូចឈាមស្រស់ហើយជាងមាសនោះក៏ស្រែកលោតចេញពីកៅអីព្រោះគេឃើញមានស្រមោលបុរសម្នាក់ដែលក្តាច់រយីយងឈរនៅពីក្រោយខ្នងតារារួចលូកដៃមកច្របាច់កតារាយ៉ាងណែនមិនយូរប៉ុន្មានតារាក៏បានធ្លាក់ខ្លួនឈឺស្លាប់ទាំងភ្នែកនៅបើកកញ្ជ្រោលហើយមាសសន្លឹកនោះក៏បានបាត់ដានដោយគ្មានអ្នកណាដឹងថាទៅទីណារឿងរ៉ាវនេះបានដឹងទៅដល់ត្រចៀកលោកគ្រូសេលម្នាក់
តែល្បីខាងបង្ក្រាបប្រលឹងខ្មោចកំណាចលោកគ្រូសេលបានសម្រេចចិត្តធ្វើដំណើរទៅកាន់ភូមិបងបោះនៅយប់ថ្ងៃសេល15កើតដើម្បីកាត់ផ្តាច់បណ្ដាសានេះកុំឲ្យវាបន្តសម្លាប់មនុស្សទៀតនៅពេលលោកគ្រូឈានជើងចូលដល់ក្រោមផ្ទះសេដ្ឋីច័ន្ទលោកបានសូត្រមន្តវិជ្ជាការពារខ្លួនយ៉ាងតឹងរ៉ឹងប៉ុន្តែបរិយាកាសជុំវិញបែរជាប្រែប្រួលខុសពីធម្មតាខ្យល់បក់បោកខ្លាំងរហូតដល់ដើមឈើធំបាក់មែកដួលរដុករដេរំពេចនោះវិញ្ញាណរបស់ភក្តីសុខនិងក្រវៀងបានផុសចេញពីក្នុងដីមកព្រមគ្នាដោយមានច្រវាក់ដែកតែមួយរុំជាប់ពោះពួកគេទាំង3នាក់ជាប់គ្នាដោយសក្តិធាតុលោកគ្រូសេលបានសូត្រមន្តបញ្ចុះទៅលើដីប៉ុន្តែសំឡេងសាច់ក្រលួចរបស់លោកសេដ្ឋីច័ន្ទតែជាម្ចាស់ទ្រព្យដើមបានបន្លឺឡើងពីលើដំបូលផ្ទះបាក់បែកថាមុនអាគូម៉ែងមិនអាចឈ្នះកម្លាំងលោភលន់បានឡើយដរាបណាមានមនុស្សចង់បានមាសយើងច្រវាក់នេះនឹងមិនដែលដាច់ឡើយលោកគ្រូសេលបានឃើញថានៅក្រោមដីនោះមិនមែនមានតែមាសទេប៉ុន្តែវាគឺជាគុកវិញ្ញាណដែលលោកសេដ្ឋីបានរៀបចំទុកដើម្បីបង្ខាំងប្រលឹងមនុស្សឲ្យនៅបម្រើទ្រព្យសម្បត្តិលោកជារៀងរហូតដោយដឹងថាវត្ថុរូប3នេះខ្លាំងក្លាពេកលោកគ្រូសេលបានសម្រេចចិត្តប្រាវិជ្ជាចុងក្រោយគឺការបង្កប់សេមាបិទផ្លូវចូលភូមិនោះទាំងស្រុងដើម្បីកុំឲ្យអ្នកណាម្នាក់អាចចូលទៅបានទៀតលោកបានយកខ្សែសេមីពណ៌មករំពាត់ជុំវិញព្រំប្រទល់ភូមិរួចសូត្រមន្តសង្កត់តាំងពីពេលនោះមកភូមិបងបោះក៏បាត់ដានពីផែនទីអ្នកដែលដើរតាមផ្លូវនោះនឹងឃើញតែព្រៃក្រាស់ខ្មឹកដែលគ្មានផ្លូវចូលឡើយប៉ុន្តែទោះជាយ៉ាងណាចាស់តែងតែនិយាយថាប្រសិនបើអ្នកដើរកាត់ក្បែរព្រៃនោះហើយយឺសំឡេងមាសប៉ះគ្នាឈីងឈីងចូលគំងាកក្រោយឲ្យសោះព្រោះវិញ្ញាណយាមទ្រពទាំងនោះកំពុងតែព្យាយាមហៅអ្នកឲ្យចូលទៅបដូរវេនច្រវាក់ពីពួកគេបណ្ដាសានេះនៅតែមានដង្ហើមដរាបណាចិត្តលោភលន់របស់មនុស្សនៅតែមិនចេះចប់និងមិនចេះហើយស្ដាប់ដល់ពេលណាទៀតអស់ហើយហាហាហា